បាទគោរពជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាកិត្តិយសបានបងប្រុសឈ្មោះអីបងឈ្មោះបូរ៉ៃមកពីណាមកពីអាមេរិកមកពី Long Beach សហរដ្ឋអាមេរិកបាទបានជិះយន្តហោះពីអាមេរិកមកដល់កម្ពុជាក្រោមដើម្បីសាក់យន្តបុរាណខ្មែរបាទហើយហេតុអីបានចូលចិត្តសាក់យន្តបុរាណខ្មែរចូលចិត្តខ្ញុំខ្មែរដែរហើយខ្ញុំមើលបងនៅក្នុង TikTok អូស្គាល់តាម TikTok ស្គាល់ TikTok ហើយខ្ញុំមើលនេះស្អាតហើយខ្ញុំថាខ្ញុំចង់មក Cambodia ខ្ញុំរកបងចោលធ្វើនេះចង់ធ្វើសាក់យន្តនេះហើយឥឡូវថ្ងៃនេះបានមកដល់កន្លែងខ្ញុំក៏បានជ្រើសយន្តបុរាណខ្មែរយើងដែលមានក្នុងក្បួនបុរាណស្រាប់យើងមកសាក់ឥឡូវបានមកសាក់នៅភ្លឺបងប្អូនឃើញសាក់នៅភ្លឺនេះយន្តហៅថាយន្តព្រះអាថ័ន្តយន្តព្រះអាថ័ន្តហើយមានមួយទៀតនេះយន្តនេះ5ជួរដែរតែ5ជួរខាងការពារនិងរ៉ូស៊ីអានេះបែបបុរាណយើងហើយការតម្រៀបតាមបែបបុរាណហើយនេះយន្តព្រះអាថ័ន្តខាងការពារបញ្ជីសត្រូវអំពើបំពន់អាបធ្មប់អំណាចរឹតអំណាចឲ្យយើងបាទឥឡូវសាក់ហើយមិនឃើញពេញចិត្តទេឃើញស្រឡាញ់ច្រើនទេតាមពិតទៅណាត់គ្នាតាំងពីថ្ងៃប្រហែលខែ20ថ្ងៃ No មកពីវៀតណាម20ហើយ Cambodia មកពី11 12អូអញ្ចឹងNo 5 7បាទតែតម្រាំបានមកសាក់ណាត់ពីមុនមកហើយបានមកដល់ហើយបានមកសាក់ខ្ញុំដោយសារខ្ញុំក៏ជាប់ទៅការងារនឹងខ្មែរផងឥឡូវថ្ងៃនេះបានមកសាក់ហើយឥឡូវមិនពេញចិត្តអត់សាក់ហើយបាទចង់ប្រាប់បងប្អូនថាយន្តខ្មែរយើងសាក់ទៅស្អាតអត់ស្អាតច្រើនចង់តូតេះហើយធ្វើថាពុកម៉ាក់ហើយធ្វើពុកមេរិកនេះពុកខ្មែរយើងដែរហើយចង់ដឹងពុកយើងពីវប្បធម៌សាក់យន្តបុរាណខ្មែរបាទហើយសូមនិយាយជាភាសាអង់គ្លេសប្រាប់បងប្អូនដែលនៅអាមេរិកអង់គ្លេសនិយាយពីយន្តថាយន្តសាក់យន្តនេះជាយន្តរបស់ខ្មែរមួយបាទ So the importance of a sak nyat, right? It originated in Cambodian culture, and that's why I feel it was important for me to come back to the motherland and get one by hand to incorporate not only a piece of history into myself, but also to spread it when I share music, when I do shows, or when I go back home and I talk to friends. It's to embrace the Cambodian culture and show how much richness that we have in our people. And so I just want to thank you and Jong Ta អរគុណច្រើននេះខ្ញុំស្រឡាញ់បាទហើយជាពិសេសខ្ញុំក៏អរគុណបងច្រើនដែរដែលប្រឹងឆ្កាត់ពីសហរដ្ឋអាមេរិកមកដល់អាស្រមរបស់ខ្ញុំដើម្បីចូលរួមអភិរក្សយន្តបុរាណខ្មែរដើម្បីសាក់ឲ្យយកទៅផ្សព្វផ្សាយឲ្យបងប្អូនស្គាល់ទៀតហើយបងនេះគាត់ជាអ្នកល្បីដែរបងប្អូនណាខាងតារានៅអាមេរិកខាង rapper បាទ rapper ខាង rap ហើយខាងវិស្វករទៀតវិស្វករខាង design ខាងក្រុមហ៊ុនគឺគាត់មានការងារគាត់ធ្វើដល់នោះគឺល្អមែនទែនអញ្ចឹងជាកិត្តិយសដែលគាត់បានមកចាប់អារម្មណ៍ស្នាដៃទឹកដៃរបស់ខ្ញុំដើម្បីសាក់យន្តបុរាណខ្មែរមួយគូតាមពិតកម្រងគឺចង់សាក់ពេញហ្មងហើយប៉ុន្តែឥឡូវបានតែប៉ុណ្នេះហើយមកនេះគាត់ជូននេះបងប្អូននេះជូនទាំងកាមេរ៉ានេះមួយទៀត mix មានតែ mic មានតែ DJI នេះកាមេរ៉ា 4K បាទកាមេរ៉ា 4K អានេះតម្លៃក៏អត់ថោកដែរប៉ុន្តែដោយសារទឹកចិត្តគាត់ស្រឡាញ់ហើយយើងរាប់អានគ្នាបងប្អូនឈាមចរខ្មែរតែមួយហ្នឹងហើយហើយក៏អរគុណច្រើនដែលបានមកបាទអរគុណច្រើនហើយអរគុណបងប្អូនច្រើនទាំងអស់គ្នាកុំភ្លេចចូលរួមសិល្បៈសាក់យន្តបុរាណខ្មែររក្សាអភិរក្សផ្សព្វផ្សាយឲ្យបានផ្សាយភាទៅកាន់សកលលោកឲ្យគេស្គាល់យន្តយើងកាន់តែច្រើនបាទហ្នឹងហើយសូមអរគុណសុខសប្បាយ